ព្រះសាលិខិតព្រះអម្ចាស់នរោត្តមចក្រាវុធថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រសូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏មហាអ្នកខត្តឫក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់72ព្រះវស្សាយាងចូល73ព្រះវស្សាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14ខែឧសភាឆ្នាំ2025ខាងមុខនេះទូលព្រះបង្គំមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះរាជានុញ្ញាតលំអោនកាយថ្វាយព្រះរាជសព្វសាតុការពរជ័យសិរីមង្គលវិបុលសុខបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសូមព្រះអង្គប្រកបដោយព្រះកាយពលមាំមួនព្រះរាជសុខភាពល្អបរិបូរណ៍ព្រះប្រាជ្ញាញាណភ្លឺថ្លាព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់ក្នុងព្រះសារីរិទ្ធសម្បត្តិជាមលុបដ៏ត្រជាក់ត្រជុំសម្បូរសម្បាយចម្រុងចម្រើននិងសុខដុមរមនាដល់ប្រជានុរាស្ត្រខ្មែរតរៀងទៅឆ្លៀតក្នុងឱកាសដ៏សែនរីករាយនេះទូលព្រះបង្គំសូមលើកហាត់ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រមទាំងដៃជះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គជាពិសេសដួងព្រះវិញ្ញាណក្ខន្ធនៃព្រះករុណាព្រះបរមរតនកោដ្ឋសូមប្រោះព្រំប្រទានពរជ័យបវរមហាប្រសើរនិងថែរក្សាព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសូមព្រះអង្គសម្រេចបានគ្រប់ព្រះរាជកិច្ចដឹកនាំប្រទេសជាតិកុំបីឃ្លៀងឃ្លាតឡើយសូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះរាជមេត្តាទទួលនូវកតញ្ញូតាធម៌និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតអំពីទូលព្រះបង្គំថ្ងៃសុក្រ13កើតខែពិសាខឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568ក្រាបបង្គំទូលថ្វាយនៅថ្ងៃទី9ខែឧសភាឆ្នាំ2025ទូលព្រះបង្គំព្រះហស្ថលេខាព្រះអម្ចាស់នរោត្តមចក្រាវុធ